រឿងសាវត្ថីធីតាគុណនៃការគោរពបម្រើស្វាមីរបស់ខ្លួនក្នុងពុទ្ធសម័យកាលព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់ប្រថាប់នៅក្នុងវត្តចេតពុនកាលនោះមានស្ត្រីម្នាក់នៅក្នុងក្រុងពារាណសីជាស្ត្រីគ្រប់លក្ខមានគំនិតមាយាទត្រឹមត្រូវមិនផ្ដេសផ្ដាសជាស្ត្រីមានចិត្តត្រង់នឹងស្វាមីរបស់ខ្លួនតាំងតែពីកាលដែលមាតាបិតាបានសំគុំឲ្យមានគូស្រករមកពុំដែលមានសេចក្តីច្រណែនរិះគន់ដល់ស្វាមីម្ដងឡើយខំផ្គត់ផ្គង់បម្រើស្វាមីដូចជាមាតារក្សាបុត្រទោះបីស្វាមីនោះទៅប្រព្រឹត្តមិនគប្បីនឹងស្ត្រីដទៃនាងក៏ពុំដែលតូចចិត្តអាក់អន់ចិត្តចំពោះស្វាមីឡើយជាស្ត្រីមានប្រាជ្ញាជ្រៅមានគំនិតត្រង់ជានិច្ចក្នុងកាលបច្ចុប្បន្នវ័យនាងធ្វើមរណកាលទៅបានទៅកើតក្នុងពិភពតាវតឹងស្ថិតនៅក្នុងវិមានមាសកម្ពស់12យោជន៍មានទេវបុត្រទេវធីតារាប់ពាន់ចោមរោមជាបរិវារមានអានុភាពឃ្លាវខ្លាហោះហើរឯដល់អាកាសលឿនជ្រាវជ្រៅមានសម្លេងស្រួចពីរោះប្លែកគួរចង់ស្ដាប់ពួកទេវបុត្រទេវធីតាទាំងឡាយក្នុងឆកម្មាវចរៈសួរទាំងអស់ស្រឡាញ់រាប់អានចូលចិត្តទៅលេងពេញវិមានប្រាសាទរបស់នាងឧបមាដូចជាសត្វបក្សីពេញចិត្តនឹងដើមជ្រៃធំដែលបរិបូរដោយផ្លែផ្កានិងស្លឹកថ្ងៃមួយព្រះមុគលាននិមន្តទៅស្ថានត្រើយត្រឹងបានឃើញហ្វូងទេវតាកំពុងចោមរោមវិមានប្រាសាទនោះដូច្នោះហើយក៏និមន្តទៅជិតពួកទេវតាផ្អើលឈូឆរនាងទេពធីតាក៏ចុះទៅថ្វាយបង្គំទើបព្រះមុគលានមានធរណីកាសួរថាមនាលនាងទេពធីតាអ្នកបរិបូរដោយទិព្វសិរីនាងបានធ្វើបុណ្យដូចម្ដេចពីជាតិមុនបានជាមកកើតក្នុងទីនេះមានទេវបុត្រទេវធីតារាប់អានច្រើនម្ល៉េះនាងប្រាប់ថាខ្ញុំព្រះករុណាមិនបានធ្វើបុណ្យអ្វីទេគ្រាន់តែគោរពបម្រើស្វាមីប៉ុណ្ណោះក៏ថ្លែងប្រវត្តិរបស់ខ្លួនប្រាប់ដល់ព្រះមហាមុគលានដោយសពគ្រប់លុះចប់ហើយព្រះមហាមុគលានក៏និមន្តជៀសចេញទៅ